បងប្អូនដឹងទេថាហេតុអ្វីបានជាអាជីវកម្មឬស្ថាប័នហិរញ្ញវត្ថុខ្លះអាចឈរជើងបានរាប់សិបឆ្នាំទោះបីជាឆ្លងកាត់វិបត្តិហិរញ្ញវត្ថុយ៉ាងណាក៏ដោយតើអ្វីជាអាចកំបាំងនៅពីក្រោយភាពរឹងមាំនោះថ្ងៃនេះខ្ញុំបាទនឹងស្រាយចម្ងល់នេះជូនបងប្អូនអាចកំបាំងទី1គឺការមិនមើលរំលងបញ្ហាតូចតាចក្នុងវិស័យហិរញ្ញវត្ថុហានិភ័យមិនមែនមានតែរឿងអតិថិជនមិនសងលុយនោះទេវានៅមានហានិភ័យប្រតិបត្តិការហានិភ័យទីផ្សារនិងហានិភ័យអនុលោមភាពជាដាក់អាចកំបាំងទី2គឺការប្រើប្រាស់ទ្រឹស្ដីឬស្តង់ដារជាតិអន្តរជាតិមកអនុវត្តវាមិនមែនគ្រាន់តែជាក្រដាសស្នាមទេតែវាគឺជារបាំងការពារខ្ញុំនឹងលើកយកឧទាហរណ៍ជាក់ស្ដែងមកបង្ហាញបងប្អូនក្នុងវីដេអូក្រោយតទៅទៀតអាចកំបាំងទី3ភាពរឹងមាំពិតប្រាកដកើតចេញពីបុគ្គលិកគ្រប់ជាន់ថ្នាក់ដែលយល់អំពីហានិភ័យមិនមែនមានតែនាយកហានិភ័យតែម្នាក់ឯងជាអ្នកកំណត់នូវជោគវាសនាជាអ្នកការពារនៅគ្រប់ហានិភ័យនៅក្នុងក្រុមហ៊ុននោះទេបងប្អូនដឹងអត់ថាបងប្អូនទទួលបានអីពីខ្ញុំនៅពេលដែលបងប្អូនតាមដានវីដេអូចែកម្លែករបស់ខ្ញុំនេះអ្វីដែលបងប្អូនទទួលបានគឺទី1ចំណេះដឹងបច្ចេកទេសដែលដកស្រង់ចេញពីការវត្តជាក់ស្ដែងទី2គឺវិធីសាស្ត្រការពារការបាត់បង់សាច់ប្រាក់និងទ្រព្យសម្បត្តិទី3គឺបង្កើនសមត្ថភាពខ្លួនឯងឲ្យคล้ายជាបុគ្គលិកដែលស្ថាប័នត្រូវការនេះគ្រាន់តែជាវីដេអូដំបូងប៉ុណ្ណោះប្រសិនបើបងប្អូនចង់ដឹងកាន់តែច្បាស់ថាតើគេគ្រប់គ្រងហានិភ័យដោយរបៀបណាសូមចុច follow share វីដេអូនេះដើម្បីទទួលបានមេរៀនចែករំលែកថ្មីៗពីខ្ញុំជារៀងរាល់សប្តាហ៍បើមានចម្ងល់ឬចង់ឲ្យខ្ញុំនិយាយអំពីប្រធានបទអ្វីមួយជាក់លាក់អាច comment នៅខាងក្រោមនេះបានសូមអរគុណសូមជម្រាបលា